នៅក្នុងប្រទេសជប៉ុនខែ3ខែ4នេះគឺជាខែដែលពេញស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាដូច្នេះហើយកាលពីថ្ងៃទី5ខែ4ឆ្នាំ2025ហ្នឹងគឺពួកខ្ញុំបានទៅលេងនៅសួនផ្កាមួយកន្លែងដែលនៅមិនឆ្ងាយពីផ្ទះប្រហែលទេគឺយើងត្រូវជិះរថភ្លើងពីផ្ទះទៅខាងស្ថានីយ៍រថភ្លើងហាម៉ាម៉ាស៊ឹហើយទៅបន្តឡានក្រុងទៅម្ដងទៀតហើយទៅដល់នេះគឺមនុស្សច្រើនខ្លាំងមែនទែនមួយអ្នកតម្រង់ជួលទិញរបស់ច្រើនសម្រាប់តម្លៃសម្បត្តិវិញអ្នកទាំងអស់គ្នាមនុស្សធំគឺម្នាក់ 1000 យេនហើយគេបើកចាប់ពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 8 កន្លះយប់នៅពេលយប់គឺគេមានភ្លើងមានសូបាញ់ទឹកបាញ់បាញ់សាការាធំបងប្រាប់អូនហើយគេស្នេហ៍ត្រាំហើយត្រឹមរយៈពេលខ្លីគេមើលឃើញតែដីស្រែគេយាយអូនរំហុកម៉ែញ័រជើងញ័រដៃពេលបងចូលស្ដីបើឲ្យនាងថាណូណូហាម៉ាម៉ាស៊ឺ flower park ស្អាតណាស់អ្នកទាំងអស់គ្នាអើយធូលីបនៅក្រោយខ្ញុំមកឡើងច្រើនបើជាការប៉ិនដោយអ្វីដែលបងពងត្រូវយាយំឆ្លែមិនត្រូវយំឆ្លងត្រូវយំចេញផ្លែបុកចំដៃអូនត្រង់ត្រូវគៀអូនស្រែមកចំកេះអង្ក្រងយេយេស្នេហ៍បងក៏វិញចឹងអ្នកណាប្រើឲ្យអូនស្អាតម្លឹងតែថាមិនស្រឡាញ់មករត់តែនៅត្រៃតែយ៉ាងមកសិននឹងពុំស្រឡាញ់មិនកណ្ដាញ់មិនចូលទៅដឹងចលមិញហើយបើដើរតាមផ្លូវណាប្រយ័ត្នគេចាហើយចលមិញហើយបើដើរតាមផ្លូវណាប្រយ័ត្នគេចាបងប្រាំមិនក៏នាងមិនស្ដាប់បងប្រាប់ហើយមិនក៏នាងមិនស្ដាប់អស់មួយទេអ្នកទាំងអស់គ្នាអ្នកណាដែលបានមកលេងកុំភ្លេចយ៉ាងផងនេះអស់តែ200យេនទេអ្នកទាំងអស់គ្នាយើងទិញអីយកទៅឈៀលើហ្នឹងក៏បានដែរហើយយើងបានមើលទេសភាពពីលើទៅចឹងឃើញផ្កាសាការាឃើញអីស្អាតចឹងណាមិនជាខ្ពស់ហ្មងទេអ្នកទាំងអស់គ្នាអៃស៊ីនិយាយទៅបានទៅលេងនៅទីនេះគឺមិនខកបំណងហ្មងអ្នកទាំងអស់គ្នាគឺសម្រាប់ផ្កាគឺស្អាតខ្លាំងមែនតែនហ្មងហើយសម្រាប់ផ្កាហ្នឹងមិនជុំទេងុំណក់សម្រាប់នារីនោះស្អាតណាស់អ្នកទាំងអស់គ្នាអើយសូម្បីតែខ្ញុំជានារីហ្នឹងក៏ខ្ញុំមើលឃើញគេស្អាតដែរស្អាតមែនអ្នកដែលទៅលេងហ្នឹងបេជួនមាសមេប្រាប់ភ្លាមមកមាសស្នេហ៍កុំឆ្លើយហើយនៅសួនហ្នឹងគឺសបោធូលីបខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយពូជធូលីបមួយគឺស្អាតខ្លាំងណាស់ហើយគេដាំលាជាមួយនឹងអាពូជប្លូនោះគឺឡើងលិចស្អាតហ្មងណាហើយនៅពីអ្នកនោះមកកាន់ដៃអីនៅមុខឯងហ្នឹងទេកុំព្រួយឲ្យសងមិនថ្មីចាំប្រងបែកជួននួនល្អរួចហើយរៀមបងហើយឥឡូវយើងមកដល់កន្លែងមាត់បឹងនេះអូទេសភាពគឺឡើង fresh សាហាវឥឡូវយើងដាក់បត់រៀងសែតមួយទៅដើម្បីឲ្យស៊ីជាមួយនឹងបរិយាកាស是谁又能摆脱人世间的悲哀？花花世界，鸳鸯蝴蝶，在人间是蝶，何苦要上青天？不如温柔童年。រីកហើយក្រអូបនឹងលោកអើយបងចង់បីក្រកូនមេតាផងព្រោះបងស្រឡាញ់តែផ្កាសុំតែសួរម៉ាក់ប៉ាខ្លាចលោកថាទេចាំថ្ងៃក្រោយចាំសុំតែបងអើយអូននឹងច្រៀងបំពេល្អដូចផ្កាហ្នឹងហើយអ្នកទាំងអស់គ្នាពេលខ្ញុំមកខ្ញុំជិះរថភ្លើងតែពេលខ្ញុំទៅផ្ទះវិញខ្ញុំជិះតាក់ស៊ី
ចឹងមិនគេថាមនុស្សយើងពេលចូលវ័យ30ជាងកម្លាំងស្មើអ្នក40ជាងប៉ុន្តែបើនិយាយពីចរិតវិញត្រឡប់ទៅ20ជាងអូយជឿខ្លួនឯងហ្មង Ha ha ha.